សូមជម្រាបសួរដល់កូនៗជាទីស្រឡាញ់ទាំងអស់គ្នាអរគុណព្រះអង្គដែលទ្រង់បានមកទៀងទាត់ឲ្យកូនទាំងអស់គ្នាបានមកសាលារៀនហើយយើងនឹងសញ្ជេងគិតលើព្រះបន្ទូលរបស់ព្រះអង្គតាមរយៈព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមកូនទាំងអស់គ្នារីករាយនឹងស្ដាប់ជាមួយគ្នាថ្ងៃទី95ការវាយជាមួយសត្វសិង្ហព្រះគម្ពីរចៅវាយជំពូក13ខ1ដល់ជំពូក14ខ7ច្រើនឆ្នាំក្រោយមកប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅតែថ្វាយបង្គំព្រះក្លែងក្លាយដដែលឥឡូវនេះសត្រូវរបស់ពួកគេគឺកុលសម្ព័ន្ធភីលីស្ទីននៅពេលនោះមានប្តីប្រពន្ធមួយគូមានកូនប្រុសដ៏អស្ចារ្យម្នាក់កូននោះឈ្មោះសាំសុនឪពុកម្ដាយរបស់សាំសុនមិនដែលកាត់សក់របស់គាត់ទេនេះជាសញ្ញាបង្ហាញថាគាត់ជាមនុស្សរបស់ព្រះជាម្ចាស់ឪពុកម្ដាយរបស់លោកសាំសុនដឹងថាព្រះជាម្ចាស់មានគម្រោងការដ៏អស្ចារ្យសម្រាប់គាត់ពេលលោកសាំសុនចម្រើនវ័យធំឡើងព្រះអង្គម្ចាស់ចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គឲ្យមកប្រទានកម្លាំងដ៏អស្ចារ្យដល់លោកព្រះជាម្ចាស់ធ្វើដូច្នេះរាល់ពេលដែលព្រះអង្គចង់យកជ័យជំនះលើជនជាតិភីលីស្ទីនលោកសាំសុនចាប់ចិត្តស្រឡាញ់នារីម្នាក់ជាជនជាតិភីលីស្ទីនលោកចង់រៀបការជាមួយនាងដូច្នេះលោកសាំសុននិងឪពុកម្ដាយរបស់លោកក៏បាននាំគ្នាធ្វើដំណើរទៅភូមិរបស់ស្ត្រីនោះដើម្បីរៀបចំពិធីមង្គលការនៅតាមផ្លូវទៅទីនោះឪពុកម្ដាយលោកចេញទៅមុនលោក2-3ម៉ោងរីឯលោកដើរតាមក្រោយពួកគាត់លុះដល់កន្លែងមួយពេលលោកដើរឆ្លងកាត់វាលលោកក៏ឮសំឡេងចម្លែកមួយលោកឆ្ងល់ថាតើនេះជាសំឡេងអ្វីព្រំពេជ្រនោះស្រាប់តែមានសត្វសិង្ហមួយក្បាលរត់សម្ដៅមករកលោកដោយមិនដឹងថាវាចេញមកពីណាទេសត្វសិង្ហបញ្ចេញចំគងវែងវាបើកមាត់និងស្រែកក្រហមលោកសាំសុនមិនមានអាវុធនៅក្នុងដៃទេប៉ុន្តែព្រះវិញ្ញាណរបស់ព្រះអង្គម្ចាស់យាងមកជួយលោកត្រឡប់ជាមនុស្សដែលមានកម្លាំងខ្លាំងជាងមនុស្សណាទាំងអស់លោកខ្លាំងអស្ចារ្យណាស់ពេលសត្វសិង្ហសង្គ្រប់ពីលើលោកចាប់ក្រវាត់វាចេញហើយសម្លាប់វាទៅតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់ចង់មានព្រះបន្ទូលអ្វីមកកាន់យើងទាំងអស់គ្នាតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះជាម្ចាស់ចង់បង្ហាញយើងឲ្យឃើញថាពេលអារក្សលបួងយើងឲ្យធ្វើអ្វីមួយយើងពិបាកស៊ូទ្រាំណាស់នៅក្នុងព្រះគម្ពីរព្រះជាម្ចាស់ប្រៀបធៀបអារក្សទៅនឹងសត្វសិង្ហក្រហមដែលព្យាយាមវាយប្រហារយើងប៉ុន្តែយើងអាចតទល់នឹងល្បិចកលរបស់វាបានមិនមែនមកពីយើងពូកែទេតែមកពីព្រះយេស៊ូវជួយយើងឲ្យយកជ័យជំនះលើវារួចស្រេចទៅហើយយើងគ្រាន់តែជឿទុកចិត្តលើព្រះហើយអធិដ្ឋានទៅកាន់ទ្រង់នោះព្រះវិញ្ញាណនៃទ្រង់នឹងប្រយុទ្ធជំនួសយើងដូច្នេះសូមបងប្អូនអរគ្នាបានបិទភ្នែកហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះវរបិតាជាម្ចាស់នៃជ័យជំនះរបស់ទូបង្គំអើយព្រះអង្គអើយសូមជួយឲ្យកូនមានកម្លាំងនិងមានប្រាជ្ញាក្នុងការធ្វើការថ្វាយទ្រង់មិនថាការរៀនសូត្រឬការបំពេញការងារឡើយសូមឲ្យកូនធ្វើអ្វីមួយដោយកម្លាំងដែលមកពីទ្រង់ដូចជាលោកសាំសុនសូមឲ្យកូនចេះបន្ទាបខ្លួនចុះនៅចំពោះទ្រង់ហើយនឹងថ្វាយកិត្តិនាមដល់ទ្រង់ក្នុងកិច្ចការដែលកូនធ្វើជារៀងរាល់ថ្ងៃកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរព្រះរាជពិចារណាទី1តើបរិសុទ្ធដែលមានកម្លាំងខ្លាំងក្នុងព្រះបន្ទូលនៅថ្ងៃនេះមានឈ្មោះអ្វីទី2នារីដែលលោកសាំសុនចាប់ចិត្តស្រឡាញ់នោះជាសាសអ្វីទី3នៅតាមផ្លូវទៅផ្ទះនារីម្នាក់នោះតើលោកសាំសុនជួបរឿងអ្វីចាយ៉ាងម៉េចហើយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះបន្ទូលនៅថ្ងៃនេះវាបន្ទូលអ្វីខ្លះមកកូនៗអរគ្នាអ្នកគ្រូសង្ឃឹមថាកូននឹងយកអនុវត្តនៃជីវិតរស់នៅថ្ងៃនេះចាអរគុណច្រើនសូមព្រះយេស៊ូវប្រទានពរ